ពីណាគេ fan សិនគូខ្លះនៅថ្ងៃនេះដែរយើងមកធ្វើការ small មើលកន្លែង set នៅក្នុងរឿង សិនគូនៅក្នុង season ទី4តើវា set ប៉ុណ្ណាតើយើងមើលទាំងអស់គ្នានៅទីបំផុតយើងបានឃើញ សិនគូខ្លះជាដុំថ្មហើយនិយាយរកអាប៉ែនេះក៏មានថ្ងៃហ្នឹងដែរវាទៅវានិយាយរំទៅវាឆ្លាតចងល់ឥឡូវក៏ជាដុំថ្មហើយនៅសល់ស្វីកាមួយតែស្វីកាអត់តខ្លាចជាដុំថ្មនិយាយទៅពួកគេទាំងអស់គ្នាហ្នឹងគឺកាច់ជាដុំថ្មហើយសល់តែម្នាក់ស្រីទូចហ្នឹងទេនៅពេលហ្នឹងដែរប្រហែលជានាងសេអសរដើម្បីសន្យាថានាងគឺនឹងជួយសិនគូនៅថ្ងៃណាមួយខ្ញុំមិនដឹងទេណាដោយសារតែខ្ញុំក៏មិនតន់ដឹងដែរដោយសារតែខ្ញុំទៅឃើញវគ្គសេនខ្ញុំនោមឲ្យអ្នកនាងសេជាមួយខ្ញុំទាំងអស់គ្នាដែរទៅបន្តពីសេអសរទៅកាន់អាវសិនគូហើយជាមួយនឹងអាវនាងហើយពេលស្កាកម្មចាប់ផ្ដើមតើម្នាក់ស្រីស្វីកានឹងធ្វើឲ្យគេខ្លះតោះ let's go និយាយរួមទៅកន្លែងហ្នឹងគេប្រើរយៈពេល7ឆ្នាំតាខ្ញុំមើលនៅក្នុងកន្លែងខ្លីៗគេថា7ឆ្នាំនាងរស់នៅម្នាក់ឯងនិយាយរួមទៅកន្លែងហ្នឹងកំសត់ដែរឥឡូវខ្ញុំដាក់ភ្លេងកំសត់បណ្ដោយទៅយើងឃើញថានាងរស់នៅម្នាក់ឯងដាំតាណាម្នាក់ឯងយកទៅធ្វើអីម្នាក់ឯងទាំងអស់រយៈពេល7ឆ្នាំតើរយៈពេល7ឆ្នាំទៅមុខទៀតវាយ៉ាងម៉េចត្រឹមជាក្មេងស្រីភ្នែកម្ញោកម្នាក់រស់នៅម្នាក់ឯង7ឆ្នាំដើម្បីយើងណាធ្វើដើម្បីរកវិធីសាស្ត្រដើម្បីជួយទៅកាន់សិនគូរួមតែគ្នារបស់នាងសម្រាប់បងណាដែលបានមើលរឿងសិនគូតើនាងគឺជួយរួមគ្នារបស់នាងបានឬអត់នៅក្នុងរយៈពេល7ឆ្នាំទៀតខ្ញុំតើឲ្យគ្នាទាយថានាងជួយបានអត់ចាំជួបគ្នាជាមួយនឹងវីដេអូក្រោយ Goodbye